សាយ័នសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅល្ងាចថ្ងៃទី18ខែកុម្ភៈឆ្នាំ2026បាទអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជាប្រចាំថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងល្ងាចនេះផងដែរតម្លៃមាសបានធ្វើការងើបឡើងមកវិញបន្តិចហើយក្រោយមានការធ្លាក់ខ្លាំងនៅយប់មិញហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលហ្នឹងគឺមាសស្ថិតនៅក្នុងតម្លៃ$4,909ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$5,890ក្នុង1តម្លឹងឬស្មើនឹង$589ក្នុង1ជីបាទរីឯប្រាក់វិញប្រាក់ក៏បានធ្វើការងើបឡើងមកវិញបន្តិចដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$75ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$90ក្នុង1តម្លឹងឬស្មើនឹង$9ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមនេះគឺស្មើនឹង$2,400ក្នុង1គីឡូក្រាមបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងយប់នេះបន្ទាប់ពីទីផ្សារសហរដ្ឋអាមេរិកបើកឲ្យធ្វើការទិញលក់ក៏ដូចជា trade មាសតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់អាចធ្វើការងើបឡើងបន្តទៀតដែរទេឬក៏មានការធ្លាក់ចុះខ្លាំងបន្តទៀតហើយបើសិនជាមានការប្រែប្រួលក៏ដូចជាការអាប់ដេតយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតហើយបើសិនបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនរបស់យើងផ្សេងទៀតហ្នឹងគាត់បានមើលឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាទ